ស្រែកដាក់កូនវិញនៅពេលដែលកូនយំដែលគ្មានមូលហេតុហ្នឹងមិនមែនជាដំណោះស្រាយទេខ្ញុំនិយាយហ្នឹងគឺកូនតូចអាយុខ្ទង់1ឆ្នាំកន្លះ2ឆ្នាំណាហើយបើសិនជាម៉ែចេះវិធីនេះគឺអាចជួយលួងកូនតូចបានលឿនហើយជួយកាត់បន្ថយការយំដែលអត់មានមូលហេតុរបស់កូនទៀតទី1យើងត្រូវចាំថានៅពេលដែលកូនសុកយំមិនមែនគាត់ចង់រំខានយើងទេគ្រាន់តែគ្នាអត់ទាន់ចេះនិយាយពាក្យបង្ហាញពីអារម្មណ៍របស់គាត់ឃ្លានគាត់ខឹងគាត់ងួយគេងគាត់អន់ចិត្តឬមួយក៏គាត់ខ្លាចអញ្ចឹងគឺការប្រើប្រាស់ភាសារបស់គាត់នៅពេលហ្នឹងគឺមានតែការយំទេហើយការយំហ្នឹងគឺចង់ប្រាប់មកយើងថាគាត់ត្រូវការអ្នកយល់ចិត្តដំណោះស្រាយខ្ញុំឲ្យដំណោះស្រាយ3ទៅម៉ែទាំងអស់គ្នាយកទៅតេស្តអនុវត្តមើលទី1នៅពេលដែលកូនចាប់ផ្ដើមយំដាក់មានមូលហេតុចឹងយើងក៏អាចចាប់ផ្ដើមប្រាប់កូនពីអារម្មណ៍របស់កូនបង្រៀនថាគាត់កំពុងតែមានអារម្មណ៍បែបម៉េចឧទាហរណ៍ថាយើងដឹងតែគាត់ខឹងហើយយើងត្រូវប្រាប់កូនថាអូម៉ាមីដឹងថាកូនកំពុងតែខឹងឬមួយក៏យើងដឹងគាត់កំពុងងួយគេងថាអូម៉ាមីដឹងហើយកូនងួយគេងឬមួយក៏យើងដឹងថាគាត់ខ្លាចហើយអញ្ចឹងយើងថាអូកូនប្រហែលជាខ្លាចហើយនិយាយទៅយើងត្រូវប្រាប់អារម្មណ៍ដែលគាត់កំពុងតែយំហ្នឹងទៅកូនឲ្យកូនដឹងពេលខ្លះយើងទាយយើងក៏អត់ដឹងដូចគ្នាដែលខ្ញុំនិយាយថាវាអត់មានមូលហេតុបើសិនជាយើងដឹងមូលហេតុក៏វាដោះស្រាយអញ្ចឹងបញ្យល់កូនពីអារម្មណ៍ម៉ាក់ដឹងថាកូនកំពុងតែខឹងម៉ាក់ដឹងថាកូនកំពុងតែខ្លាចម៉ាក់ដឹងថាកូនកំពុងតែងងុយគេងហើយភាសានិយាយហ្នឹងគឺនិយាយដោយយើងមើងម៉ាក់មានន័យថាកុំឲ្យរបៀបយើងខឹងយើងស្រែកទៅគាត់ខឹងឯង no គឺនិយាយថាម៉ាក់ដឹងហើយថាកូនកំពុងតែខឹងអញ្ចឹងយើងអារម្មណ៍យើងទី1គឺយើងត្រូវមើលមកទោះបីយើងខាងក្នុងនឹងផ្ទះសាចាប់តែខ្ចង់ងាប់ក៏ដោយក៏យើងមើលទៅឲ្យកូនមើលមានអារម្មណ៍ថាអូយើងអត់ធម្មតាលុយដូចអូខេយើងសាមញ្ញធម្មតាយើងអត់មានខឹងគាត់ឬមួយក៏យើងអត់មានខ្លាចឬមួយក៏យើងអត់មាន frustrated ទេចំណុចទី2ត្រូវខ្ញុំនិយាយមិញហ្នឹងគឺយើងខ្លួនឯងត្រូវតែស្ងប់មើលទៅឲ្យដឹងថាស្ងប់មានអារម្មណ៍ថាយើងស្ងប់ទៅកូនស្ងប់តាមបើសិនជាយើងឆោងឆាងខឹងកូនវិញគឺគាត់កាន់តែខឹងដូចគ្នាវាអត់ជួយយើងទេខ្ញុំនិយាយថងចំណុចហ្នឹងខ្ញុំចង់ឲ្យម៉ែទាំងអស់គ្នាគិតធម្មតានៅពេលដែលយើងគិតថាខ្ញុំកំពុងតែខឹងខ្ញុំកំពុងតែ stress អញ្ចឹងយើងបញ្ចេញអារម្មណ៍ហ្នឹងឲ្យកូនគឺយើងដូចជាក្មេងអាយុ2ឆ្នាំអញ្ចឹងយើងមិនមែនជាក្មេងអាយុ2ឆ្នាំទេយើងត្រូវចាំតចំណុចហ្នឹងអញ្ចឹងយើង stress ដូចគ្នាយើងខឹងដូចគ្នាប៉ុន្តែយើងមិនមែនជាក្មេងអាយុ2ឆ្នាំទេអញ្ចឹងគឺយើងត្រូវតែព្យាយាមគ្រប់គ្រងចំណុចទី2នេះគឺប៉ប៉ាអត់ងាយទេអញ្ចឹងនៅពេលដែលកូនខឹងយំងោងយើងអត់អាចស្រែកងោងដាក់កូនវិញបានទេយើងត្រូវមានអារម្មណ៍អូខេយើងដកដង្ហើមឲ្យវែងហើយយើងថាម៉ាក់ដឹងថាកូនកំពុងតែខឹងឬមួយក៏ម៉ាក់ដឹងថាកូនកំពុងតែអីមួយចឹងទៅយើងប្រាប់អារម្មណ៍គាត់ហើយយើងខ្លួនឯងគឺត្រូវតែស្ងប់អត់ឲ្យមានអារម្មណ៍ថាមើលទៅខឹងឬមួយក៏កំពុងតែអត់សប្បាយចិត្តជាមួយនឹងកូនចាំព្រោះអីយើងមិនមែនជាក្មេងអាយុ1ឆ្នាំ2ឆ្នាំទេយើងគឺជាមនុស្សធំយើងគឺជាម្ដាយគេហើយវាអត់ស្រួលទេខ្ញុំនិយាយចឹងនិយាយមានអារម្មណ៍ថាស្រួលតែនៅពេលដែលអនុវត្តទៅគឺអត់ស្រួលទេវាត្រូវការពេលវេលាដើម្បីឲ្យយើងនៅសម្របខ្លួនឬមួយក៏ទម្លាប់ខ្លួនហើយត្រូវការពេលវេលាឲ្យយើងព្យាយាមតាមចំណុចទី3នៅពេលដែលយើងមើលទៅឃើញកូនយើងដូចរៀងថយបន្តិចណាយើងចាប់ផ្ដើមឲ្យជំរឿសទៅគាត់យើងប្រាប់ថាអូម៉ាក់ដឹងថាកូនកំពុងតែខឹងកូនអន់ចិត្តឥឡូវកូនចង់ឲ្យម៉ាក់អោបកូនឬមួយក៏កូនចង់អង្គុយឲ្យកូនស្ដាប់ម៉ាក់និយាយឲ្យជំរឿសទៅកូននៅក្នុងការជ្រើសក្មេងធម្មតាខួរក្បាលគ្នាអត់ដឹងថាគួរចាប់ណាដាក់ណីយើងផ្ដល់ជំរឿសឲ្យគាត់កូនកំពុងតែឃ្លានឥឡូវម៉ាក់ដឹងកូនកំពុងតែឃ្លានឥឡូវកូនចង់ញ៉ាំទឹកដោះគោឬមួយក៏កូនចង់ញ៉ាំបាយដំបូងខ្ញុំគិតថាអានឹងវាអត់មានអីច្រើនធំអីប៉ុន្តែនៅពេលដែលគាត់រៀងធំបន្តិចមួយខួបកន្លះ2ខួបអីពេលខ្លះគឺគាត់អាចចាប់ដើមយល់ហើយអញ្ចឹងពេលខ្លះគឺគាត់ទទួលយកជំរឿសហ្នឹងជំរឿសមួយនៃជំរឿសទាំងពីរអូតែឥឡូវគាត់កំពុងតែងួយគេងយើងសួរម៉ាក់ដឹងថាកូនងួយគេងណាកូនងួយគេងឥឡូវម៉ាក់កូនចង់ឲ្យម៉ាក់ពកូនគេងឬមួយក៏កូនចង់ឲ្យម៉ាក់ឲ្យកូនមុំគេងយើងអាចផ្ដល់ជំរឿសនឹងឲ្យគាត់អញ្ចឹងពេលខ្លះគឺគាត់ចេះនិយាយជាមួយយើងគាត់ប្រាប់អូប៉ឬមួយក៏អីអញ្ចឹងអូខេយើងប៉គាត់គេងលួងគាត់ទៅដោះស្រាយបានលឿនជាងការស្រែកឲ្យយំទាំងអស់គ្នាអញ្ចឹងអ្វីដែលល្អបំផុតហ្នឹងគឺព្យាយាមមានទំនាក់ទំនងជាមួយកូន try to communicate ជាមួយកូនម៉ែខ្ញុំជួយអីអត់បានច្រើនទេប៉ុន្តែអ្វីដែលខ្ញុំអាចជួយបានគឺបទពិសោធន៍របស់ខ្ញុំនៅក្នុងការមើលកូនមើលថែរក្សាកូនហើយខ្ញុំដឹងថាវា work វាអាចទៅរួចហើយអាទង្វើដែលខ្ញុំប្រាប់ហ្នឹងគឺក៏ខ្ញុំធ្វើការស្រាវជ្រាវបន្ថែមដែរហើយក៏មានការណែនាំពីខាងពេទ្យចិត្តសាស្ត្រអ្នកចិត្តសាស្ត្ររបស់ក្មេងដូចគ្នាដែលគេអនុវត្តទៅគឺគេស្រាវជ្រាវទៅឃើញថាវាបានផលជាងអ្វីដែលយើងធ្លាប់ធ្វើពីមុនស្រែកដាក់កូនឬមួយក៏វាយកូនឬមួយក៏បខំកូនឲ្យធ្វើរឿងហ្នឹងដែល
វាអត់បានជួយយើងអីច្រើនទេអាហ្នឹងវានាំឲ្យមានបញ្ហាបន្តទៅមុខហើយខ្ញុំសង្ឃឹមថាម៉ែអាចធ្វើវាបានយើងអាចធ្វើវាបានហើយឲ្យខ្ញុំដឹងផងអាច comment ប្រាប់ខ្ញុំផងថាយើងថាម៉ែណាខ្លះធ្លាប់អនុវត្តវិធីនេះហើយវា work